ធ្វើវីដេអូនេះមកគឺទូកដែលពុកម៉ែបងប្អូនបានឃើញនេះមកគឺទូកដែលដែលមានបាញ់ពណ៌ខ្មៅស្មឹកនេះហើយឥឡូវនេះគឺលោកគ្រូបាទគឺយកចូលនៅក្នុងរោងជ័យសិនបាទមិនដឹងថានឹងត្រូវទុករក្សាទុកនៅទីនេះឬក៏នឹងត្រូវយកទៅវត្តណានេះទេបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាបាទយើងសង្ឃឹមថានឹងដឹងក្នុងពេលឆាប់នេះបាទមិនដឹងថាទុកក្នុងវត្តហ្នឹងឬក៏លោកគ្រូផ្ញើសិនបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបានចូលទេដោយសារតែលោកគ្រូចាក់សោហើយខ្ជិលចូលពីខាងមុខនោះបាទថតពីនឹងហ្មងបាទអញ្ចឹង3គ្រឿងក្នុងរោងទូកបាទមហារាជសីបាទបវរធិបតីតេជះបានស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបាទវត្តលួងរកាខ្នោបាទសិតតែហើយបាទតួនេះបាទនេះបាទរៀងស្អាតណាបាទទាំង3គ្រឿងតែម្ដងបាទចំណាយនេះគឺទូកខ្នាតអន្តរជាតិបាទបូរីអូស្វាយសាន់ជ័យបាទអាចនឹងត្រូវគូអាចលេងបានហើយបាទបូរីអូស្វាយបាទអញ្ចឹងសូមអរគុណ